បាទសួស្តីគ្នាយើងថ្ងៃនេះយើងបន្តទៅជែកគ្នាបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាគណិតវិភាគរបស់យើងចឹងសម្រាប់ថ្ងៃនេះគឺយើងនឹងទៅជែកគ្នាអំពីតូប៉ូវិជ្ជានៅលើ AI ចឹងយើងនឹងពិនិត្យទៅលើពាក្យបច្ចេកទេសមួយចំនួនដែលយើងជួបនៅពេលដែលយើងសិក្សាតូប៉ូវិជ្ជានៅលើ AI ក៏ដូចជាគ្នាយើងអាចប្រើពាក្យគន្លឹះទាំងអស់នេះដើម្បីស្វែងយល់ពីសញ្ញាណតូប៉ូនៅលើលំហទូទៅជាង AI អញ្ចឹងអ្វីដែលយើងនឹងជជែកគ្នាពាក់ព័ន្ធជាមួយនឹងផ្នែកគ្រឹះទាក់ទងជាមួយនឹងតូប៉ូវិជ្ជានៅលើ AI នេះគឺយើងនឹងស្វែងយល់អំពីសញ្ញាណនៃសំណុំបើកសំណុំបិទសំណុំបំផាក់ហើយនិងសំណុំកណិតបាទអញ្ចឹងនៅត្រង់នេះគឺយើងចាប់ផ្ដើមចេញពីសំណុំបើកអញ្ចឹងសំណួរដែលយើងចាប់អារម្មណ៍នៅក្នុងការឆ្លើយបាទសម្រាប់ការពិភាក្សានៅនេះគឺអ្វីទៅគឺជាសំណុំបើកយ៉ាងទី1បើសិនជាគេឲ្យចំណុច C ជារបស់ R និង epsilon វិជ្ជមានទូទៅបាទអញ្ចឹងគឺយើងកំណត់ epsilon Voisina នៃ C ដែលតាមដោយ B epsilon C គឺជាសំណុំនៃធាតុ x ជារបស់ R ដែលតម្លៃដាច់ខាតនៃ x របស់ C ដូចជា epsilon ដែលយើងអាចសរសេរជាទម្រង់នៃចន្លោះបើក C ដក epsilon ទៅ C បូក epsilon ចឹង C នៅត្រង់នេះគឺជាចំណុចកណ្ដាលនៃ Voisina ចឹងអ្វីដែលយើងសរសេរជាភាសាគណិតនៅក្នុងតម្លៃដាច់ខាតនៃ x ដក C ទូជា epsilon គឺមានន័យថាយើងសំដៅទៅលើ x ទាំងឡាយណាដែលនៅចម្ងាយ x ជាង epsilon ឯកតាជាង PC ទាំងផ្នែកវិជ្ជមានហើយនិងផ្នែកអវិជ្ជមានចឹងនៅក្នុងការអនុវត្តយើងនឹងគិតថា epsilon នេះជាតម្លៃតូចហើយ Voisina ទាំងនេះគឺតំណាងឲ្យចំនួនពិតទាំងឡាយណាដែលនៅក្បែរជាមួយនឹង C ជាភាសាអង់គ្លេសគឺ neighborhood គឺជាតម្លៃឬក៏ជាចំណុចទាំងឡាយណាដែលនៅក្បែរជាមួយនឹង C បាទអញ្ចឹងយើងប្រើពាក្យ epsilon Voisina នៃ C ឬក៏ epsilon neighborhood នៃ C ចេះហេតុអីបានជាយើងស្វែងយល់អំពី epsilon Voisina នៃ C ព្រោះនេះគឺជាចំណុចចាប់ផ្ដើមមួយដែលយើងនឹងកំណត់សំណុំបើកនៅក្នុង R ឬក៏សំណុំបើកទូទៅនៅពេលដែលយើងទៅរៀនមុខវិជ្ជាតូប៉ូវិជ្ជាបាទដែលមានភាពស៊ីជម្រៅជាងនេះអញ្ចឹងយើងនឹងកំណត់សំណុំបើកទូទៅបាទតែជាទូទៅនិយកម្មនៃចន្លោះបើកអ្វីដែលគ្នាយើងឃើញមិញគឺ epsilon Voisina គឺជាចន្លោះបើកយើងចេញពី epsilon Voisina ដែលនៅជុំវិញ C នេះគឺយើងអាចកំណត់សំណុំបើកទូទៅឥឡូវឧទាហរណ៍នៅក្នុងករណីនេះគេឲ្យចន្លោះបើក AB នោះគេអាចបង្កើត epsilon Voisina នៃ C ដែលស្ថិតនៅទាំងស្រុងនៅក្នុង AB ដែលយើងកំណត់យក epsilon គឺចម្ងាយខ្លីជាងគេរវាង B ដក C ជាមួយនឹង C ដក A ហើយយើងចែកជា2មានន័យថាពាក់កណ្ដាលនៃចម្ងាយពី C ទៅចំណុចចុងជិតបំផុតនៃចន្លោះបើក AB បាទចឹងគឺយើងនឹងមាន B epsilon នៃ C ដែលមានទម្រង់ C ដក epsilon ទៅ C បូក epsilon នេះគឺនៅទាំងស្រុងនៅក្នុងចន្លោះបើក AB ចឹងទីនេះតម្លៃនៃ epsilon គឺកំណត់ភាពក្បែរនឹង C ធៀបជាមួយនឹងចន្លោះបើក AB ហើយនៅគ្រប់ចំណុចដែលនៅក្នុងចម្ងាយ epsilon ឯកតា C ក៏ស្ថិតនៅក្នុង AB គេនៅត្រង់នេះចន្លោះបើក AB នេះហើយដែលយើងហៅថាជាសំណុំបើកឥឡូវយើងពិនិត្យមើលនៅត្រង់នេះគឺយើងតាំង O ទូទៅជាសំណុំបើកនៃ R ហើយយើងហៅ O ជាសំណុំបើកបើសិនជាគ្រប់ចំណុច C ជារបស់ O គឺយើងអាចរើសបាន epsilon neighborhood ដែលនៅជុំវិញ C ហើយស្ថិតនៅក្នុង O ទាំងស្រុងឥឡូវយើងពិនិត្យមើលឧទាហរណ៍មួយចំនួនពាក់ព័ន្ធជាមួយនឹងសំណុំបើកនៅក្នុង R ទី1គឺគ្រប់ចន្លោះបើកដែលមានទម្រង់ AB ជាសំណុំបើក R ខ្លួនឯងជាសំណុំបើកដោយសារតែគ្រប់ធាតុរបស់ R គឺយើងអាចរើសបាន epsilon Voisina
ហើយនៅក្នុង air ពុក epsilon វាគ្មានសំណុំទទេជាសំណុំបើសំណុំដែលមានតម្រង a ទៅបូកអនន្តដល់អនន្តទៅ b ក៏ជាសំណុំបើបាទអញ្ចឹងនៅត្រង់នេះគឺប្រាប់គ្នាយើងថាគ្រប់ចំណោះបើគឺជាសំណុំបើរួមទាំងទទេហើយនឹង air ណាសុទ្ធតែជាសំណុំបើនៅក្នុង air ក៏ប៉ុន្តែបើសិនជាយើងពិនិត្យមើលសំណុំដែលមានក្នុងបែបនេះដែលយើងហៅថាជាចន្លោះបិទ AB ចន្លោះបិទ A បើក B បើក A បិទ B បិទ A ទៅបូកអនន្តដល់អនន្តទៅបិទ B ចឹងទាំងអស់នេះគឺមិនមែនជាសំណុំបើកនោះទេចឹងកន្លែងនេះមានបញ្ហាที่យើងអាចមើលឧទាហរណ៍នៅត្រង់នេះគឺនៅត្រង់ A ទោះបីជាយើងយក epsilon ទួចប៉ុណ្ណាក៏ដោយក៏ epsilon វ៉ាស៊ីណាដែលនៅត្រង់ A នេះគឺមិនស្ថិតនៅក្នុងចន្លោះបិទ AB ទេតែគឺមានផ្នែកនៅលើចេញបន្តិចបាទចឹងជាទូទៅសម្រាប់ចន្លោះប្រភេទនេះគឺមានបញ្ហានៅត្រង់ខាងចុងនៅពេលយើងព្យាយាមបង្កើត epsilon voisina គឺយើងនឹងមានផ្នែកនៅក្រៅសំណុំមានន័យថាទោះបីជាយើងជ្រើសយក epsilon តូចប៉ុណ្ណាក៏ដោយក៏យើងមិនអាចសន្និដ្ឋានថា b epsilon នៃ a គឺដែលមានទម្រង់ a ដល់ epsilon a បូក epsilon នេះគឺនៅក្នុងចន្លោះបិទ AB នោះទេបើចឹងដោយសារមានផ្នែកមួយគ្រប់ចំនួនបិទ x ដែលជារបស់ a ដល់ epsilon ទៅ a នេះគឺមិនស្ថិតនៅក្នុងចន្លោះបិទ AB ទេចឹងនៅត្រង់នេះគឺពិចារណាថាសំណុំដែលមានទម្រង់ខាងលើនេះគឺមិនមែនជាសំណុំបើកទេចឹងមកដល់ត្រង់ចំណុចនេះគឺយើងអាចបែងចែកចន្លោះមួយដែលជាឲ្យជាសំណុំបើកឬក៏មិនមែនជាសំណុំបើកតែឥឡូវយើងពិនិត្យមើលឧទាហរណ៍ទាំងពីរខាងលើនេះគឺបានប្រាប់យើងថាម៉េចបើសិនជាយើងអាននិយមន័យនៃសំណុំបើកគេនិយាយថា O គឺជាសំណុំបើកលុះត្រាតែគ្រប់ធាតុរបស់ O គឺយើងអាចរើសបាន epsilon voisina ដែលនៅក្នុង O ទាំងស្រុងប៉ុន្តែឧទាហរណ៍ចុងក្រោយដែលយើងបានឃើញមិញនេះឧទាហរណ៍ចន្លោះបិទ A បិទ B គឺយើងយកតែមួយចំណុច A មកនិយាយហើយ voisina ដែលនៅត្រង់ A នេះគឺមិនស្ថិតនៅក្នុងចន្លោះបិទ AB នោះទេយ៉ាងនេះគឺជារឿងមួយដែលជួយឲ្យគ្នាយើងបង្ហាញថាសំណុំមួយដែលមិនមែនជាសំណុំបើកគឺយើងគ្រាន់តែបង្ហាញថាលក្ខណៈមិនពិតចំពោះចំណុចណាមួយនៅក្នុង គឺលក្ខណៈណាគឺលក្ខណៈដែល b epsilon នៃ c មិនស្ថិតនៅក្នុង O យកតែមួយចំណុចក្នុងនិយាយគឺគ្រប់បាទហើយយើងពិនិត្យមើលឧទាហរណ៍ផ្សេងទៀតសំណុំចំនួនសាច់វិទ្យាមួយចឹងបើយើងយក air ជាចំនួនសាច់វិទ្យាតើគេអាចបង្កើតចន្លោះមួយនៅជុំវិញ air ដែលមានតែចំនួនសាច់វិទ្យាឬទេចម្លើយគឺអត់ទេទោះបីជា epsilon តូចប៉ុណ្ណាក៏ដោយក៏យើងមិនអាចបង្កើត epsilon voisina ដែលនៅជុំវិញ air ហើយនៅក្នុងគុយទាំងស្រុងនោះដែរដោយសារអីដោយសារដែលក្បែរ air នេះគឺមានចំនួនអក្សរនិទានជាច្រើនយ៉ាងនៅត្រង់នេះគឺបញ្ជាក់ថាគុយមិនមែនជាសំណុំបើកទេចឹងគ្នាយើងឃើញនៅឧទាហរណ៍មួយទៀតគុយក៏ជាសំណុំរងនៃ air ដែរជាងគុយមិនមែនជាសំណុំបើកឥឡូវយើងមើលលក្ខណៈតាក់ទងជាមួយនឹងសំណុំបើកនៅត្រង់នេះគឺប្រជុំរាប់បាននៃសំណុំបើកជាសំណុំបើកប៉ុន្តែបើសម្រាប់ប្រសពគឺយើងមានតែប្រសពរាប់អស់នៃសំណុំបើកជាសំណុំបើកយ៉ាងនៅត្រង់នេះគឺយើងនឹងមានឧទាហរណ៍ផ្ទុយមួយថាប្រសពរាប់បាននៃសំណុំបើកអាចមិនមែនជាសំណុំបើកតែឥឡូវយើងពិនិត្យមើលចំណុចទី1សិនឥឡូវយើងសន្មតថាយើងមាន O1 O2 O3 O ហើយចឹងទៅគឺជាសំណុំរាប់បាននៃសំណុំបើកតែយើងថា O គឺជាប្រជុំនៃ ON ហើយគោលបំណងរបស់យើងគឺយើងចង់បង្ហាញថា O ជាសំណុំបើក
យើងតាមនិយមន័យដើម្បីបង្ហាញថាអូជាសំណុំបើគឺយើងត្រូវបង្ហាញថាគ្រប់ធាតុនៃអូគឺយើងអាចរើសបានអព្សាឡនវ៉ាស៊ីណាដែលនៅក្នុងអូឥឡូវយើងមើលដោយសារអូរបស់យើងគឺជាប្រជុំនៃ ON ហើយយើងដឹងថាអូនីមួយគឺជាសំណុំបើយើងគឺយើងត្រូវព្យាយាមភ្ជាប់ព័ត៌មានដែលយើងមាននៅក្នុងអូទៅជាមួយនឹង ON តែយើងដឹងថា ON គឺជាផ្នែកមួយនៃ O ចំពោះគ្រប់ N ទាំងអស់ហើយយើងមាន C ជារបស់បានណា ON ធំណាមួយចឹង ON ធំគឺជាសំណុំបើមានន័យថាវាមាន epsilon voisina នៃ C ដែលនៅក្នុង ON ធំហើយ ON ធំនេះគឺជាសំណុំរងនៃ O ចឹងគឺបញ្ជាក់ថា O ធំគឺជាសំណុំបើក៏ប៉ុន្តែសម្រាប់ចំណុចទី2គឺយើងសន្មតថាយើងមាន O1 O2 រហូតដល់ ON ធំគឺជាសំណុំរងអស់នៃសំណុំបើហើយយើងតាំង O គឺជាប្រសពនៃ ON ពីទៅដល់ N ធំយើងនឹងបង្ហាញថា O ជាសំណុំបើយើងដើម្បីបង្ហាញថា O ជាសំណុំបើគឺយើងតាំង C ជារបស់ O សំណើនេះពិតនៅពេលដែល O ជាសំណុំពិតទេចឹងទិសដៅរបស់យើងគឺយើងបង្កើត epsilon voisina នៃ C ដែលនៅក្នុង O ក៏ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នបន្តិចពីព្រោះដើម្បីឲ្យ voisina នេះជារបស់ប្រសពគឺយើងត្រូវរើស epsilon មួយដែលមាន epsilon នៃ C នៅក្នុង ON ចំពោះគ្រប់ N ទាំងអស់ពី1ទៅដល់ N ធំអញ្ចឹងដើម្បីទទួលបានលក្ខខណ្ឌនេះគឺយើងយក epsilon គឺជា epsilon តូចជាងគេនៅក្នុងចំណោម epsilon 1ទៅដល់ epsilon n ធំដោយសារយើងមាន epsilon n voisina នីមួយគឺនៅក្នុង ON ចំណុចយើងរើសយកតែ minimum នោះគឺយើងនឹងធានាថា B epsilon នៃ C គឺនៅក្នុង B epsilon n នៃ C ហើយនៅក្នុង ON ចំពោះគ្រប់ n ពី1ទៅដល់ n ធំចំណុចសារនេះគឺចំពោះគ្រប់ចឹងមានន័យថាវាក៏នៅក្នុងប្រសពនៃ ON n ពី1ទៅដល់ n ធំមានន័យថា B epsilon នៃ C គឺជាសំណុំរងនៃ O ហើយតាមនិយមន័យគឺមានន័យថា O គឺជាសំណុំបើបាទចឹងអ្វីដែលយើងស្វែងយល់តទៅជាមួយនឹងលក្ខណៈនៃសំណុំបើគឺមានប្រជុំរាប់បាននៃសំណុំបើជាសំណុំបើយើងមានប្រសពរាប់អស់នៃសំណុំបើជាសំណុំបើយើងមើលឧទាហរណ៍មួយនៅត្រង់នេះដែលបញ្ជាក់ពាក់ព័ន្ធជាមួយនឹងប្រសពរាប់បាននៃសំណុំបើអាចមិនមែនជាសំណុំបើជាទូទៅនោះទេឥឡូវយើងមើលចន្លោះបើទៅ1លើ n ទៅ1លើ n វាជាចន្លោះបើហើយមានន័យថាវាជាសំណុំបើចំពោះគ្រប់ n ជារបស់ n ប៉ុន្តែប្រសព n ពី1ទៅបូក n នៃ en ជានេះគឺមានន័យថាវាជាប្រសពរាប់បានគឺសំណុំជា0ដែលមិនមែនជាសំណុំបើចឹងនៅក្នុងករណីនេះគឺយើងមាន epsilon n ចំពោះ n នីមួយគឺ epsilon n គឺវិជ្ជមានភាសា en របស់យើងគឺជាសំណុំបើចំពោះគ្រប់ n ជារបស់ n ក៏ប៉ុន្តែ infimum នៃ epsilon នីមួយគឺស្មើជាមួយនឹង0អ្វីដែលគ្នាយើងស្វែងយល់មកដល់ត្រង់ចំណុចនេះគឺពាក់ព័ន្ធជាមួយនឹងសំណុំបើដែលយើងបានឃើញនៅប្រភេទនៃសំណុំបើនៅក្នុង R បាទដែលយើងបានពិភាក្សាហើយអ្វីដែលយើងចង់រំលេចទៅដល់គ្នាយើងសំណុំបើនេះបើសិនជាយើងសិក្សាបន្តទៅទៀតបាទណាក្រៅពី R ទៅដល់លំអមេត្រីឬក៏លំអតូបូទូទៅចឹងគឺយើងនឹងជួបពាក្យបច្ចេកទេសដែលទៅជាមួយនឹងសំណុំបើបាទព្រោះយើងបានលើកឡើងតាំងពីដំបូងយើងនិយាយអំពីគណិតវិភាគឬក៏បើយើងនិយាយអំពីតូប៉ូវិទ្យាយ៉ាងនៅត្រង់នេះគឺគ្នាយើងនឹងត្រូវព្យាយាមផ្សំជាមួយនឹងពាក្យបច្ចេកទេសថ្មីដូចជាសំណុំបើសំណុំបិទបាទណាសំណុំកំណែកសំណុំបាក់ហើយនៅទំនាក់ទំនងរវាងសំណុំកំបាក់ជាមួយនឹងអនុគមជាប់សំណុំកណៃជាមួយនឹងអនុគមជាប់នេះគឺអ្វីដែលយើងនឹងសិក្សាស៊ីជម្រៅជាងនេះនៅក្នុងការសិក្សារបស់យើង
ពេលបន្តទៅមុខទៀតហើយគ្នាយើងសម្គាល់បាននៅសំណុំបែបនៅក្នុង AI ហើយគ្នាយើងស្វែងយល់អំពីរបៀបនៅក្នុងការសរសេរសម្រាប់បញ្ជាក់មនុស្សជាការពិនិត្យមើលថាហេតុអីបានជាសំណុំមួយជាសំណុំបែបហេតុអីបានជាសំណុំមួយមិនមែនជាសំណុំបែបជារឿងគ្រប់យ៉ាងនៅក្នុងនេះគឺគ្នាយើងនឹងមានហេតុផលដើម្បីស្វែងយល់ទៅលើរឿងរ៉ាវដែលទូទៅជាង AI នៅថ្ងៃក្រោយបន្តទៅទៀតអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងនិយាយគ្នាតាមប៉ុណ្ណេះចាស់គ្នាបាទអរគុណច្រើន